ខាងក្រៅកែបង្អស់ទេបងប្អូនតោះពោមកដាក់ចូលត្រីដេងក្រូចញ័រយើងមកទេដាក់1 2ហ្នឹងទេកុំឲ្យវាអត់ទុកតិចបាន1 2វត្តហយតិចអត់យកហឹលទេអត់យកហឹលប៉ុណ្ណឹងទេមកនឹងចោមហ្នឹងក៏វត្តអីក៏បានដាក់រួចមួយទៅហ្នឹងវាបងប្អូនបានទស្សនាវីដេអូនេះសូមជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងបងប្អូនដើម្បីទទួលបានវីដេអូថ្មីៗទៀតបាទត្រីមកប្រេងចងដាក់ស្ករមើលចេញដោះគោនេះមកគោយើងធ្វើនេះមកចាំយើងដាក់ស្ករមកតិចបានស្ករនឹងព្រាទៅឲ្យដឹងប្រហែលសិនយើងកែបវិញចូលមកចូលទៀតចូលទៀត
ឥឡូវក្នុងការយើងឆ្អិននេះបងប្អូនធ្វើការរៀបចំប្រអប់ដើម្បីដាក់ឲ្យភ្ញៀវបាទបងប្អូនជួយចុច subscribe channel ខ្ញុំផងណាដើម្បីទទួលវីដេអូធ្វើម្ហូបថ្មីៗទៀតហើយក៏ដូចជាអាជីវកម្មគ្រប់គ្រងអាជីវកម្មរបស់ខ្ញុំបាទមានកំហុសឆ្គងណាអាច comment នៅខាងក្រោមវីដេអូនេះបាទឥឡូវតង់យើងរឿងកែបយើងចាប់ផ្ដើមដាក់បងប្អូនអូខេកែបយើងរួចរាល់ហើយបងប្អូនបាទអរគុណការតាមដានទស្សនាវីដេអូពីដើមដល់ចប់តិចបងប្អូនជួយចុច subscribe channel ខ្ញុំម្នាក់មួយផងដើម្បីចូលវីដេអូទៅអរគុណអូបងប្អូនសុខភាពល្អចង់បានម្ហូបអីទៀតបងប្អូនអាច comment នៅខាងក្រោមវីដេអូខ្ញុំនឹងជួយអូខេលាបាយ